ប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់កូនត្រូវដឹងថាធัวរមែងរក្សាឲ្យយើងមានសេចក្តីសុខតែធัวនឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធัวទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនទៅបរិភោគនៅអាហារនោះទេយ៉ាងណាមិញធัวក៏យ៉ាងនោះដែរបើយើងមិនយកមកបប្រតិបត្តិទេធัวក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមាននៅសេចក្តីសុខសេចក្តីចម្រើនទៅបាននោះមិនមែនសោះគេមកធัวនឹងឯងខ្លែងរហូតបងធัวជារបស់ចាំបាច់ដល់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីទាំងអស់ព្រោះធัวដែលស្ដាប់ធัวផងតាមពីក្នុងពោះឥឡូវចេញពីពោះហើយស្ដាប់ធัวនេះជីវិតរបស់ឪពុកតាំងពីមានកូនរហូតមកដល់ឥឡូវនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងមានការប្រព្រឹត្តល្អ